បាទរៀបសួរបងប្អូនថ្ងៃនេះមកជួបបងបងឆ្លងឈ្មោះបងផងបាទខ្ញុំឈ្មោះកាយវៃបងវៃណាបងវៃហើយជាម្ចាស់ចការនៅខាងបាញ់លុងសេរីនប៉ុន្មានដើមប៉ុន្មានឆ្នាំបងសេរីន500ដើមអាយុ7ឆ្នាំ7ឆ្នាំនេះឆ្នាំនេះជាឆ្នាំទី2ជាមួយសេះប្រកបបាទហើយបងប្អូនដែលឃើញសេរីនរបស់គាត់ដាំ4ជ្រុងដាំមិនមែនបង្គំ4គុំ4ដើមបង្គំ4ដើមមួយដើមនេះប៉ុន្មានម៉ែត្រ3ម៉ែត្របាទ3ម៉ែត្រ3ម៉ែត្របន្តិចនេះ3ម៉ែត្របាទពីតាមអ្នកដាំរស្មើនេះបាទអញ្ចឹងចង់បង្ហាញបងប្អូនតាក់ទងទៅនឹងបទពិសោធន៍នៃការផលិតសេរីនសម្រាប់ការនាំចេញមានន័យថាតែយើងធ្វើម៉េចបងបាយសេរីនបងឆ្នាំនេះដែលខាងចិនគេប្រមូលទិញសឹងទាំងអស់ចិនវាមកមើលនោះខ្លាយយើងវាស្អាតហើយណាមួយវាបែកខ្លាអត់បែកខ្លាបាទខ្លាយវាមានខ្លាយទៅគ្រប់គ្រាន់អញ្ចឹងវាសវោ4ខ្លាយ4ខ្លាយបាទវាមានអា2បាទអញ្ចឹងចិនមកមើលខាងហើយគាត់ហើយកាត់បានផលខ្សែប៉ុន្មានតោនក៏កាត់ទៅចិនវា40តោនលើបន្តិចសិង្ហបុរីទៅបាទសិង្ហបុរីអញ្ចឹងមានថាគេមកឃើញគេពេញចិត្តហ្មងបាទហើយចោះតាក់ទងទៅនឹងមិនបងលើកឡើងថារៀងតាក់ទងនឹងរៀងខ្លាយតាក់ទងខ្លែតាក់ទងបលាអត់បែកបលាវាចៃក៏អត់មានដែរអត់មានទេអត់មានទេណាហើយក្នុងទៅដែរបងតើធ្វើម៉េចបងឲ្យបានគេចិនឲ្យបានត្រូវទីផ្សារចិនហ្នឹងវានិយាយទៅបាញ់ឆ្នាំវាតាក់ទងសេះបកងប៉ុន្តែគ្រាន់ចាំតែអត់ចាំដែរអញ្ចឹងគាត់ចាំឈ្មោះវាសេះបកង100% 100%ហើយបងតាក់ទងនឹងការបរិច្សាច់បងដាក់ជីអីមិនដែរតែប៉ុន្មានដងបានចូលដល់ស្តង់ដារវាដាក់ជី2 3ដងហ្នឹង2 3ដងហ្នឹងបាទតាមគ្រូប្រាប់ហ្នឹងដាក់រហូតអញ្ចឹងមានន័យថាយើងស្បឺតឲ្យស៊ីចន្លោះប្រហែលថ្ងៃម្ដងបាទហើយជាកន្លះខែណា10ខែដល់2 10ថ្ងៃហ្នឹង2 10ថ្ងៃគាត់ឲ្យជីអញ្ចឹងបងប្អូនជាបងប្អូនថាការធ្វើតេរេនដែលចូលស្តង់ដារចិននេះគឺមានន័យថាម្ចាស់ការគាត់ត្រូវយកចិត្តទុកដាក់ច្រើនពិសេសតាក់ទងទៅនឹងរៀងផ្លែបលាណាអត់បែកបលាណាសាច់ពីងផ្លែបានល្អផ្លែចំទៅវើអញ្ចឹងបងណាហើយនឹងពណ៌ទៀតមែនទេបាទហើយចំណុចនេះគឺដើម្បីធ្វើម៉េចឲ្យបានគឺដូចស្ថានភាពដែលគាត់លក់ទៅចិននេះគេថាគេពេញចិត្តគឺតាក់ទងទៅនឹងការថែទាំពិសេសជាងគេគឺវ័យបរិច្ផ្លែវ័យផ្លែ70 80 90 100នេះគឺបងឲ្យជីពីច្រើនបងឲ្យអីគេលេខជីបងលេខជីនេះចំណាំឯងលេខជីដាក់វ័យបរិច្លេខខ្សែលេខខ្សាច់មានចាំដាក់អីគាត់11 17ហ្នឹង11 17យើង11 17ដាក់ហើយបានត2ដង3ដងចុះ030ប្រើអត់បានប្រើអត់បាន0ទេណាវាគៀកចិនវិញវាគៀកតែនៅតែមានផ្លែល្អដែលគេត្រូវការបានទេអញ្ចឹងអរគុណបងប្រុសសម្រាប់ការឲ្យឥឡូវនេះយើងមកមើលតេរេនរបស់គាត់ខាងក្រៅមកបងមើលតេរេនសុខភាពតេរេននេះខាងក្រៅនេះគឺមើលខាងក្រៅនេះប្រហែលឆ្នាំនេះឆ្នាំទី7ណាបងណាបាទចូលឆ្នាំទី7ហើយបងប្អូនមើលតេរេនមកគាត់មើលត្រួយនេះគេត្រួយទី2បងណាបាទត្រួយទី2នេះត្រួយទី2បងប្អូនណាស្លឹកទី2ត្រួយទី2មានលាខ្លះមានដាវខ្លះអញ្ចឹងស្លឹកនេះត្រួយនេះគឺយើងអត់មានបាយអត់មានយកមកត្រួយអីទេណាបាទអញ្ចឹងបងប្អូនណាតេរេនរបស់គាត់នេះគឺជាត្រួយទី2ហើយគាត់ត្រៀមយកការមានន័យថាគិតថាដាក់ជី full option កាតាមស្មានបាយមើលវ័យត្រួយប៉ុណ្ណេះខ្ញុំផងដាក់ថ្ងៃ5ណាសម្រាប់ទី1ខែ9បាទអញ្ចឹងបងប្អូនដែលធ្វើចង់បានតេរេនបានផ្កាលឿនតើបានស្លឹកលឿនតែពិសេសជាងគេគឺយើងធ្វើតែពីត្រួយទេត្រួយនេះគឺជាត្រួយទី2ដែលគាត់ត្រៀមដាក់ផ្កាអញ្ចឹងអរគុណបងសម្រាប់ការវិសាស្ត្របាទ